โดยซาแต่ในกระบายภูมินั่นคือองค์ปูมิงในใจต่อគ្នាថាមានខ្មោចលងអញ្ចឹងហើយគឺខ្ញុំបានទៅថតពីល្ងាចដើម្បីបង្ហាញឲ្យលោកអ្នកបងប្អូននឹងមើលទាំងអស់គ្នារូបភាពដែលខ្ញុំបានថតហ្នឹងតិចទៀតលោកអ្នកបងប្អូននឹងឃើញហើយដោយសារតែឃើញអង្គពូមីងគាត់និយាយតនេះថាឃើញបាទឃើញដែលគាត់អង្គុយនៅទីនោះបាទគឺគាត់មានរត់ជិតគៀងប្លង់ហើយជក់បរិយហើយគឺនិយាយតែម្នាក់ឯងដើម្បីឲ្យចាំចំការរបស់គាត់ប៉ុន្តែតាមពិតទៅហ្នឹងគឺគាត់បានស្លាប់បាត់ទៅហើយនៅពេលដែលគាត់នៅរស់ហ្នឹងគឺគាត់តែទៅលេងចាំចំការរបស់គាត់តែម្នាក់ឯងទេគាត់ដាំបន្លឹកផងដាំល្ពៅផងគាត់នៅយាមរហូតប៉ុន្តែគឺគាត់បានស្លាប់ហើយប្រហែលថ្ងៃមុនហ្នឹងគឺអង្គពូមីងដែលធ្វើចំការនៅក្បែរនោះគាត់ឃើញអង្គុយគាត់ឃើញអ៊ំប្រុសដែលស្លាប់ហ្នឹងអង្គុយនៅខ្ទមរបស់គាត់ដែលគាត់ធ្លាប់អង្គុយនៅពេលយប់អញ្ចឹងហើយគឺគាត់ឃើញអង្គុយជក់បរិយប្លង់តែម្នាក់ឯងធ្វើឲ្យអ្នកជិតខាងមួយចំនួនហ្នឹងគឺមានការភ័យខ្លាចដោយសារតែឃើញវិញ្ញាណរបស់គាត់ហ្នឹងនៅអង្គុយចាំខ្ទមរបស់គាត់ចំការរបស់គាត់ដដែលអញ្ចឹងប្រហែលជាគាត់អាឡោះអាឡៃនៅខ្ទមរបស់គាត់ហើយបាទអញ្ចឹងតាមដានមើលទាំងអស់គ្នាមានន័យថាតិចទៀតហ្នឹងគឺខ្ញុំនឹងទៅថតខ្ទមហ្នឹងតែម្ដងហើយខ្ញុំមិនចង់ហ៊ានថតទេដោយសារតែខ្លាចដែរខ្ញុំមានការព្រឺព្រួយភ័យមែនតើតែទោះបីជាមិនក៏ដោយក៏ខ្ញុំដាច់ចិត្តទៅថតឲ្យឃើញផ្ទាល់ដើម្បីបង្ហាញលោកអ្នកបងប្អូនទាំងអស់គ្នាហ្នឹងឲ្យឃើញដែរបាទអញ្ចឹងមានថាពេលខ្លះយើងមិនឃើញគេឃើញបាទនៅពេលដែលគាត់នៅមានជីវិតហ្នឹងគឺគាត់តែទៅចាំចំការរបស់គាត់ហ្នឹងតែម្នាក់ឯងទេជួនកាលខ្លះគាត់ដាំបាយហូបហ្នឹងបាទហើយគាត់ខ្លាចគោក្របីនៅជិតខាងហ្នឹងឬក៏ចោលហ្នឹងគឺមកលួចរបស់របស់គាត់អញ្ចឹងគាត់នៅដេកចាំចង់មុងតាមទឹកតែទៅជាហ្នឹងប៉ុន្តែនៅពេលដែលគាត់ស្លាប់ហើយគឺវិញ្ញាណរបស់គាត់ហ្នឹងគឺនៅតែចាំខ្ទមរបស់គាត់ដដែលគាត់ខ្លាចបាទអញ្ចឹងមានថាអ្នកជិតខាងមួយចំនួនដែលគាត់ធ្វើស្រែដល់ពេលជប់ហ្នឹងគឺគាត់ឃើញតែម្ដងឃើញគាត់ហ្នឹងគឺគេងជក់បរិយដាំទឹកតែប្លង់តែម្ដងអញ្ចឹងធ្វើឲ្យអ្នកជិតខាងហ្នឹងគឺគាត់មានការព្រឺសម្បល់មែនតើហើយអត់ហ៊ាននៅយប់ទេគឺនៅពេលដែលគាត់ឃើញហើយគឺនាំគ្នាហ្នឹងគឺចាក់ចេញហើយបាទទាំងអ្នកដែលកាត់ក៏ដោយទាំងអ្នកនៅចំការក្បាលហ្នឹងក៏ដោយហ្នឹងគឺនាំគ្នាភ័យរអាទាំងអស់គ្នាអញ្ចឹងមានថាឃើញស្រស់ពេកនៅពេលដែលមនុស្សធ្លាប់តែពេលនៅរស់គាត់ចាំគាត់ស្រឡាញ់កន្លែងគាត់ប៉ុន្តែនៅពេលដែលស្លាប់ទៅហ្នឹងគឺគាត់នៅតែថែរក្សាមើលកន្លែងគាត់ដដែលបាទហើយខ្ទមរបស់គាត់ហ្នឹងគឺឥឡូវហ្នឹងដោយសារតែមានភ្លៀងធ្លាក់ខ្យល់ទៅក៏បានខូចខាតអស់មួយចំនួនហើយប៉ុន្តែវិញ្ញាណរបស់គាត់ហ្នឹងគឺនៅតែនៅទីនោះចាំចំការរបស់គាត់ដដែលទេគាត់ខ្លាចបាទចឹងហើយវិញ្ញាណរបស់គាត់ហ្នឹងធ្វើឲ្យអ្នកជិតខាងហ្នឹងនាំគ្នាព្រឺសម្បល់តែម្ដងសូម្បីតែខ្ញុំទៅថតនេះក៏ខ្ញុំព្រឺសម្បល់ខ្លាំងដែរប៉ុន្តែគឺខ្ញុំនឹងខំចឹងម៉េចតាំងចិត្តដើម្បីថតបង្ហាញឲ្យលោកអ្នកបងប្អូនមើលទាំងអស់គ្នាបាទ